ធានាធិបតីចិនរំភើបចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ចេញពីបេះដូងពីសំណាក់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញនៅក្តីរីករាយនៅពេលដែលឯកឧត្តមបានត្រឡប់មកកាន់ប្រទេសកម្ពុជាសារជាថ្មីម្ដងទៀតឯកឧត្តមបានសម្ដែងនៅក្តីរីករាយជាពិសេសរំភើបចំពោះការបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះឯកឧត្តមពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជាចំពោះវត្តមានឯកឧត្តមនៅកម្ពុជានៅពេលនេះឯកឧត្តមបានបញ្ជាក់ទៀតថានៅពេលដែលឯកឧត្តមធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅតាមផ្លូវឯកឧត្តមបានឃើញនៅការស្វាគមន៍របស់ប្រជាជនកម្ពុជាហើយឯកឧត្តមបានសម្លឹងពីរថយន្តរបស់ឯកឧត្តមមើលទៅទឹកមុខរបស់ប្រជាជនដែលពោពេញទៅដោយស្នាមញញឹមភាពរីករាយស្វាគមន៍ឯកឧត្តមដោយចេញពីបេះដូងឯកឧត្តមពិតជារំភើបហើយការស្វាគមន៍ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជានៅពេលនេះបង្ហាញអំពីមិត្តភាពដ៏រឹងមាំមិត្តភាពដៃថែបរវាងប្រទេសទាំងពីរដែលនឹងធ្វើឲ្យមិត្តភាពនេះកាន់តែរីកចម្រើនល្អប្រសើរថែមទៀតសូមបញ្ជាក់ថាកម្ពុជាបានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងពិសេសកក់ក្ដៅចំពោះវត្តមាននៃការអញ្ជើញមកដល់របស់ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល2ថ្ងៃគឺថ្ងៃទី17ដល់ថ្ងៃទី18ខែមេសាឆ្នាំ2025នៅកម្ពុជាពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានាធិបតីចិនមានរៀបចំជាក្បួនត្រែទ័ពហើយអមសងខាងផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់កន្លែងស្នាក់នៅរបស់ឯកឧត្តមក៏មានបងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សឈរអមសងខាងផ្លូវប្រមាណ 30,000 នាក់ផងដែរសារព័ត៌មានការពិតញូព័ត៌មានពិតក្នុងដៃអ្នក